ទីបំផុតនៃភូទទួលបានឱកាសការងារជាលើកទី1 ខ្លាយជាអ្នកប្រមូលផលិតផលក្រោយស្ងាត់បាត់ដំណឹងជាង10ឆ្នាំលើកទី1បងអូនជួយគាំទ្រគាត់ទាំងអស់គ្នាណាគាត់ណាបងអូនណាតារាល្បីជាតួឯកក្នុងរឿងភូមិខ្ញុំស្រស់ឆាតឆៃគឺលោកឡុងវីរយុទ្ធហៅនីភូត្រូវបានអ្នកស្រីសំណាងម្ចាស់ brand Gluta X20 អញ្ជើញមកដើម្បីធ្វើការថតប្រម៉ូទផលិតផលលេខ Gluta X20 ប្រៀបបាននឹងការស្រោចស្រង់ផ្ដល់ឱកាសឲ្យរូបលោកអាចលេចមុខមាត់ក្នុងសង្គមសិល្បៈឡើងវិញក្នុងសកម្មភាពដែលថតនោះនីភូបានសម្ដែងក្តីសប្បាយរីករាយជាមួយការងារមួយនេះភូមិម្នាក់មិនដែរថ្ងៃហ្នឹងមានអារម្មណ៍មិនបានមកថតជាមួយគ្រូតៃ20មានអារម្មណ៍សប្បាយព្រោះអីទុំចេញបានលើកទី1បងអូនជួយគាំទ្រគាត់ទាំងអស់គ្នាណាគាត់ណាបងអូនណាចាអញ្ចឹងអ្នកដែលគាត់សម្មើតែស្រឡាញ់ហើយជា fan របស់គាត់ចាជួយគាំទ្រគាត់ផងចាគាត់អូគាត់ធ្វើការច្រើនណាបងប្អូនគាត់ធ្វើពីចម្លាញ់ចាគាត់រត់ផាសស្អាតផងធ្វើការនៅខាងមុខកថាផងហើយក៏អូដឺចាបកលឹកអូដឺហ្នឹងហើយក្រោយបាត់មុខពីសិល្បៈជាង10ឆ្នាំលោកឡុងវីរយុទ្ធត្រូវបានលេចមុខជាថ្មីធ្វើជាអ្នករត់តុអាហារបូកផ្សំនឹងរូបកាយស្គមស្គាំងទៀតនោះគេសង្ស័យថាលោកប្រើសារធាតុញៀនប៉ុន្តែប្រកាសទាំងអស់នោះលោកបានបដិសេធថាមិនពិតនោះទេលោកមានរាងស្គមដោយសារការហាត់ប្រាណនិងតមមិនពិសាគ្រឿងស្រវឹងចង់ដឹងថាគាត់មានការចងចាំច្រើនអត់ព្រោះអ្នកខ្លះចេះថាគាត់បាត់បង់ស្មារតីឬក៏គាត់ភ្លេចភ្លាំងចឹងឥឡូវខ្ញុំចង់សួរថានៅក្នុងរឿងភូមិខ្ញុំស្រស់ចាត់ឆៃតួមេឃុំហ្នឹងគាត់ឈ្មោះអីមកពិតគាត់តួមេឃុំគាត់ជាលោកតាវិញសេហ្នឹងចាំឥឡូវគាត់ស្លាប់បានហើយគាត់ស្លាប់បានគាត់ស្លាប់បានដឹងគាត់ស្លាប់ទៀតហ្នឹងហើយចុះយាយគាត់សិក្សាមកតៃយាយណានេះណាវាចាទៅមកតៃហើយសិនផងទៅរងសិនមកតៃហ្នឹងគឺឈ្មោះតៃហ្នឹងឯងនោះតៃហ្នឹងហើយហើយចុះអ្នកដើមមួយវាយអ្នកម្រាប់រកគិរីមែនទេស្អីគាត់ទៅចាំទាំងអស់ហើយបណ្ណាគាត់គាត់ឌីបើគាត់អញ្ចឹងគាត់កំ pl អញ្ចឹងគាត់និយាយតែ10អញ្ចឹងដឹងរឿងអ្នកមើលអ្នកពេលអាចទៅអ្នកចំនួនក្រោយនេះបើយើងធ្លាក់ពេលចឹងទៅគេមើលដឹងតែនេះអាស័យអីហ្មងបើយើងសម្របងុនបើយើងធ្លាក់របៀបឈឺអាហ្នឹងបានយើងគេមើលអាស័យស្គាល់ហ្មងបាទនេះគេរបៀបស្គាល់ធ្ងន់ហ្នឹងគេមើលស្គាល់តែអត់បានឈឺអត់បានអីទេអត់ឈឺពេលយប់បានធ្វើការដល់ម៉ោងណាដល់ម៉ោង10កន្លះយើងចេញនៅបាទនៅភោជនីយដ្ឋាននៅមុខកថាស្អីអង្គពេលព្រឹកងើបមករត់កង់3ទៅបាទគេរួមថាកង់3នេះបោះប៉ាខ្ញុំតែប៉ាខ្ញុំគាត់រលិញមួយគាត់ទៅមកផ្ទះទៅគឺមករត់ពេលព្រឹកដែរហើយចុះប្រពន្ធរងថ្ងៃបើអត់មាននៅមួយប្រពន្ធទេអត់ទេប្រពន្ធនៅតែការឲ្យឆ្ងាយបាទឥឡូវបងអូនក្នុងនាមជាអ្នកសិល្បៈចោះឥឡូវបងអូនសិល្បៈចំនួនក្រោយចោះបងអូនសុំសួរបងឯងមានតាក់តងគ្រឿងញៀនអីដែរឥឡូវកុំឲ្យគេថាខ្ញុំមិនតែតាក់តងខ្ញុំធ្វើការពេលព្រឹកប៉ាស្អាប់ពេលនិយាយឡើងខ្ញុំធ្វើការនៅមុខកថាខ្ញុំមិនដែលពាក់ព័ន្ធទេអត់មានប៉ះពាល់គ្រឿងញៀនសំបីតែបន្តិចទេអត់ទេអត់មកអត់ទេចុះឥឡូវណាថាគាត់គ្រឿងញៀនឥឡូវចង់និយាយថានោមមកកថោយកបណ្ឌិតបើអត់មានជួយគ្រឿងញៀនទេយកផាក់អត់ជួនកាលគាត់ចេះតែនិយាយយើងបាក់សម្រាប់បាទគាត់ឃើញខ្ញុំស្គមបងប្អូនមានគេនិយាយច្រើនតែគេឲ្យពីច្រើនអាចដល់គេមកសួរថាបើឯងមានធ្វើយើងអត់បងថាអត់ដែរទេព្រោះផងដែរយើងមើលមិនដឹងមិនបើយើងធ្វើការផងប៉ាស្អាប់យើងពេលណាទៅស្អីរឿងយើងឥឡូវមើលពេលព្រឹកគាត់រត់ផាសស្អាតពេលល្ងាចគាត់ដល់មកធ្វើការមក4ហ្មងណាម៉ោង4ខ្ញុំផាសស្អាតមកចប់មក4ដល់ឲ្យចូលធ្វើការទៀតឥឡូវគិតឲ្យដល់ម៉ោងប៉ុន្មានដល់ម៉ោង10កន្លះ10កន្លះយប់ហើយសួរថាហត់អញ្ចឹងនេះអញ្ចឹងគាត់ស្គមត្រូវហើយអញ្ចឹងបងអូនកុំថាគាត់អូគ្រឿងញៀនគ្រឿងអីសម្រាប់គាត់នៅតែបានអញ្ចឹងបើសិនតែឡើងសាច់តិចខ្ញុំហ៊ានធានាថាទូឯងក៏ស្អាតវិញមកហឹងឡើងបងឯងនិយាយមែនចាំថ្ងៃទៅបងឯងសន្យានឹងខ្លួនឯងជាមួយហ្វេននោះបងខំប្រឹងហុកនេះមកឡងបាទកំពុងហ្នឹងនិយាយមែនណាតាមរយៈការជួយផ្ដល់ឱកាសការងារជាលើកទី1នេះជាទឹកចិត្តដ៏ប្រពៃដែលមិនអាចកាត់ថ្លៃបានរបស់អ្នកស្រីម្ចាស់ brand Gluta X20 អ្នកស្រីមានចិត្តសប្បុរសណាស់តែងតែជួយបងប្អូនខ្វះខាតជាច្រើនសម្រាប់បងប្អូនគាំទ្រ Gluta ប្រៀបបាននឹងជួយដល់នាយភូផងដែរក្នុងឱកាសពិសេសនេះលោកអ្នកទិញ Gluta X20 ចំនួន2ថែមស្ប៉ាចំនួន2ដែរទិញលេ2ថែមស្ប៉ា2សម្រាប់លេមកអាឈុតធំនេះមួយឈុតត្រឹមតែ60000រៀលទេអាឈុតតូច30000 VV UV 1 12 15អញ្ចឹងបងអូនដែលគាត់ចង់បានអីឆាតនោះសំខាន់
ទិញពីឈុតថែមមួយឈុតអាតូចមួយឈុត30000ពីរឈុតថែមមួយឈុតអាធំដូចគ្នាជាមួយលេដូចគ្នាទិញពីរឈុតថែមឲ្យមួយឈុតដូចគ្នាបងដែលគាត់ឆ្លាញ់ចូលចិត្តចាបងអាចទិញជាមួយនឹងលេគីឡូតែ20ជាមួយនឹងម្សៅគីឡូតែ20ក៏ BB គីឡូតែ20ក៏បានដែរដោយសារយើងបានជាមួយនឹងគីឡូតែ20ទៅយើងហៅគាត់មកថតទៀតអីចឹងណាបងចាបងអូនណាដែលគាត់ជួយគ្រប់គ្រងថ្ងៃក្រោយអីខ្ញុំហៅគាត់មកថតទៀតអីចឹងក៏មិនម្នាក់មួយមកណាដោយសារគាត់អីក៏តែគាត់ធ្វើបានដែរនិយាយទៅរត់ពី3មុខឥឡូវហ្នឹងគឺគាត់រត់ទៅអើយ order ទៀតទៅចាទៅខាងមុខគាត់ថាគាត់ទៅ order ទៀតអីចាំអូនណាដែលគាត់ទៅចង់ញ៉ាំជួបគាត់នៅកន្លែងគូស្រូវហ្នឹងក៏បានចាឬក៏ណាត់គាត់ធ្វើការអីមួយអាចណាត់គាត់បានចាអរគុណ